កូនខ្មែរប្រកួតហេកាតុនតំណាងប្រទេសនៅឯប្រទេសសង្ហបុរីនេះគឺជាមោទនភាពមួយសម្រាប់កូនខ្មែរទាំងអស់គ្នាជាពិសេសគឺខ្ញុំនឹងឯងតែម្ដងគឺខ្ញុំបានទៅតំណាងប្រទេសខ្មែរយើងនៅលើឆាកអន្តរជាតិនៅឯប្រទេសសង្ហបុរីរយៈពេលមួយអាទិត្យពេញតែម្ដងមួយវិញទៀតទាំងគ្នានៅពេលដែលខ្ញុំទៅប្រកួតហេកាតុនតំណាងប្រទេសខ្មែរយើងហ្នឹងប្រទេសខ្មែរគឺកំពុងតែមានបញ្ហារឿងរ៉ាវខ្លាំងមែនតែម្ដងដែលធ្វើឲ្យខ្ញុំពេលខ្លះគឺខ្ញុំគិតអីអត់ចេញមកអ្នកទាំងគ្នាមានអារម្មណ៍ថាសូនខ្លាំងមែនតែហ្មងហើយមានខ្មែរ2នាក់ទៀតដែលគាត់ទៅតំណាងប្រទេសខ្មែរយើងតែមុននឹងតែម្ដងហើយ3នាក់ខ្ញុំបានដាក់ចិត្តដាក់កាយថានៅពេលដែលខ្ញុំទៅឆាកអន្តរជាតិហ្នឹងខ្ញុំនឹងព្យាយាមបង្ហាញអំពីរយៈផលវប្បធម៌ដូចជាប្រទេសខ្មែរយើងឲ្យឆាកអន្តរជាតិគេស្គាល់ឲ្យបានកាន់តែច្រើនកាន់តែល្អគឺពួកខ្ញុំព្យាយាមអស់តែម្ដងអ្នកទាំងគ្នាមិនសំបីតែការស្លៀកពាក់អីការនិយាយស្ដីគឺពួកខ្ញុំរៀបខ្លាំងមែនតើហ្មងអ្នកទាំងគ្នាដែលធ្វើឲ្យមនុស្សជុំវិញខ្លួនហ្នឹងគឺគេសរសើរតាំងពីការរៀបចំខ្លួនសរសើរតាំងពីភិនដែលខ្ញុំពាក់នៅលើខ្លួនហ្នឹងអ្នកទាំងគ្នាពេលខ្លះគឺខ្ញុំពាក់ការរំដួលពេលខ្លះគឺខ្ញុំពាក់តង់ជាតិខ្មែរយើងសរុបជារួមមកគោលបំណងរបស់3នាក់ខ្ញុំគឺត្រូវតែធ្វើបែបណាឲ្យគេស្គាល់ពីខ្មែរយើងបានកាន់តែច្រើនដោយសារតែខ្ញុំចង់ឲ្យគេស្គាល់ថា3នាក់ខ្ញុំគឺជាកូនខ្មែរតាមពិតទៅគឺវាមានរឿងកើតឡើងជាច្រើនខ្លាំងមែនតើហ្មងពីក្រោយដែលអ្នកទាំងគ្នាឃើញនៅក្នុងវីដេអូហ្នឹងប៉ុន្តែពួកខ្ញុំព្យាយាមទប់អារម្មណ៍ខ្លួនឯងគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនដើម្បីឲ្យគោលបំណងក្នុងការតំណាងប្រទេសកម្ពុជារបស់យើងហ្នឹងឲ្យវារលូនដើរទៅមកហើយអ្វីដែលពួកខ្ញុំទទួលបានគឺវា satisfy ក្នុងចិត្តខ្លាំងមែនតើតែម្ដងដោយសារតែមានមនុស្សជុំវិញខ្លួនគឺគេស្គាល់ពីខ្មែរយើងហើយមួយទៀតគឺគេទៅសារថាខ្មែរយើងមានវប្បធម៌អរិយធម៌ល្អហើយជាពិសេសប្រជាជនគឺរស់រាយខ្លាំងមែនតើអ្នកទាំងគ្នាយកអារម្មណ៍មួយហ្នឹងថ្ងៃដែលខ្ញុំត្រូវហោះទៅសិង្ហបុរីនោះគឺជាថ្ងៃដែលប្រទេសខ្មែរយើងកំពុងតែមានបញ្ហាខ្លាំងមែនតើមកដែលធ្វើឲ្យ3នាក់ខ្ញុំហ្នឹងមានអារម្មណ៍ថាពិបាកក្នុងចិត្តខ្លាំងមែនតើអត់ដឹងថាត្រូវធ្វើអីបែបណាប៉ុន្តែកម្លាំងចិត្តដែលធំបំផុតគឺក្រុមគ្រួសាររបស់ពួកខ្ញុំអ្នកទាំងអស់គ្នានិងមោទនភាពមួយទៀតដែលធ្វើឲ្យពួកខ្ញុំមានកម្លាំងចិត្តនិងបន្តការប្រកួតនៅប្រទេសសិង្ហបុរីហ្នឹងគឺអរគុណទៅដល់បងស៊ីស៊ីថាដែលគាត់បានសេព័ត៌មានតទៅជាមួយនឹង3នាក់ខ្ញុំថា3នាក់ខ្ញុំនឹងត្រូវទៅប្រកួតនៅប្រទេសសិង្ហបុរីនេះគឺជាមោទនភាពមួយដ៏ធំធេងបំផុតសម្រាប់3នាក់ខ្ញុំដែលធ្វើឲ្យពួកខ្ញុំមានកម្លាំងចិត្តឥឡូវកាត់មកចូលថ្ងៃទី2នៅពេលដែលខ្ញុំនៅសិង្ហបុរីនឹងម្ដងអ្នកតគ្នា Day 2 of Hackathon ណាសម្រាប់ថ្ងៃទី2នេះវិញគឺខាង Star គឺគេបានឲ្យខ្ញុំទៅ workshop នៅ TikTok តែម្ដងតែគេខ្លះចង់ទៅ TikTok ឥឡូវនេះគឺខ្ញុំបានទៅមុនណាខ្ញុំទៅ TikTok នៅសិង្ហបុរីនឹងតែម្ដងនិយាយទៅគឺគេប្រាប់យើងច្រើនខ្លាំងមែនទែនតាក់ទងជាមួយនៅតែយើងត្រូវផុសវីដេអូមិនអីចឹងតើដើម្បីមាន engagement តែយើងត្រូវធ្វើបែបណាកុំឲ្យផុសវីដេអូទៅរបៀបជាប់ restriction ឬជាប់ guideline អីចឹងណាអ្នកទាំងគ្នាចប់ពី workshop ហ្នឹងហើយគឺខាងសាលាគឺគេបាននាំខ្ញុំមកថតរូបលក្ខណៈបែប professional ដើម្បីទៅផុសនៅក្នុង page របស់សាលាផ្ទាល់ចេញពីថតរូបហ្នឹងហើយអ្នកទាំងគ្នានិយាយទៅគឺខ្ញុំត្រូវទៅសម្ភាសមួយខាងសាលាចឹងណាប៉ុន្តែកន្លែងហ្នឹងគឺយើងអាចថតបានទេបន្ទាប់ពីចប់ពីសម្ភាសហ្នឹងហើយទៀតគឺខាងសាលាគឺគេបាននាំខ្ញុំនេះមកធួសាលាហ្នឹងទាំងមូលតែម្ដងអ្នកទាំងគ្នាតែគេហេតុអីបានឃើញលក្ខណៈរបៀបសិស្សគាត់ធ្វើតទៅជាមួយនឹង media អីដែរជា communication and media របៀបចឹងអ្នកទាំងគ្នាចឹងភាគច្រើនដែលឃើញនៅក្នុងវីដេអូមាន studio មានអីចឹងទៅកម្មវិធីសាលាបានបញ្ចប់ជាស្ថាពរពួកខ្ញុំជាមួយនឹងមិត្តភ័ក្តិហ្វីលីពីនហ្នឹងក៏បានជិះដើរទៅអ្នកទាំងគ្នាសារតែយើងអត់សូវមានពេលច្រើនទេភាគច្រើនគឺមានពេលតែពេលល្ងាចនឹងឯងចឹងពួកខ្ញុំបានជិះ bus ទៅ Garden by the Bay ហើយបន្ទាប់មកគឺយើងដើរចង់ Marina Bay ចឹងទៅអ្នកទាំងគ្នាឲ្យមកថតពីចឹងទៅគឺស្អាតខ្លាំងមែនតែម្ដងគឺខ្ញុំឆ្លាញ់ទេសភាពដល់ហ្នឹងអ្នកទាំងគ្នាពេលយប់ហើយអ្នកទាំងគ្នាដឹងពីហ្នឹងខ្ញុំដើរបាន1គីឡូម៉ែត្រដល់ជិត10គីឡូម៉ែត្រខ្ញុំទៅសារខ្លួនឯងហ្មងឲ្យជើងហ្នឹងឡើងចង់ពងហ្មងអ្នកទាំងគ្នាអាស្បែកជើងខ្ញុំនឹងទៀតកោសមួយជើងទៀតកោសខ្វល់ចាមានចង្កាដូចកោសដូរហ្មងយទៅឈូជើងមកទៅហឹងហ្មងអាពេលហ្នឹងប៉ុន្តែធ្វើមកយើងត្រូវដើរអត់មានពេលដើរទេអ្នកទាំងគ្នាបើយើងមិនដើរលើហ្នឹងគឺស្ដាយហ្មង300មកភ័ក្រហ្វីលីពីនខ្ញុំបានខ្ញុំមកជិះត្រែនអ្នកទាំងគ្នាMRT ខ្ញុំមិនដឹងទេតែថាជិះទៅឡងលឿនវឺហ្មងបើយើងអត់តង់នោះទេគាត់ដឹងតែព្រុសហ្មងហើយខ្ញុំទៅសារគាត់ឆ្លាតគាត់ប៉ាកែគាត់ដឹងកន្លែងថាត្រែនហ្នឹងត្រូវណាចតណាចំណតគេណាអញ្ចឹងទៅបើសិនជាខ្ញុំទៅគឺខ្ញុំអត់ដឹងហ្មងគាត់ទៅហ្នឹងគឺគាត់សង្វាតសួរគេខ្លាំងមែនតើហ្មងអញ្ចឹងអ្នកទាំងអស់គ្នាចង់មើលវីដេអូ part 3បន្តទៀតកុំភ្លេច comment នៅខាងក្រោមហ្នឹងផងហើយវីដេអូខ្ញុំនេះដែរគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ